ការមុនធ្លាប់ចាញ់បោករឿងក្របមានម្សាយការនឹងខ្ញុំហួសចិត្តដែរចឹងណាបើថាខ្ញុំគោណាចាញ់បោករឿងក្របមាននឹងសោះដល់មកដល់ឥឡូវនេះគឺខ្ញុំចាញ់បោកទៀតនិយាយថា TikTok នេះដល់កធ្វើស៊ីខ្ញុំសាហាវអ្នកគ្នាសាគិតមើលខ្ញុំគឺជាមនុស្សម្នាក់ដែលស្រឡាញ់សត្វខ្លាំងមែនទែនហើយប្រភេទសត្វដែលខ្ញុំស្រឡាញ់ជាងគេនឹងគឺប្រភេទសត្វជើង4តែនៅក្នុងចំណោមសត្វជើង4ទាំងអស់គឺខ្ញុំស្រឡាញ់បំផុតគឺសត្វដំរីពីព្រោះថាការនៅបន្ទោចនឹងខ្ញុំឲ្យទៅលើថាសត្វដំរីមកដើរលក់ថ្នាំម្ដងនិយាយថាអ៊ូអនងគ្នារត់ជន់ជើងគ្នាមិនថាខ្ញុំមិនថាគេទេជាពិសេសអ្នកពុំរបស់ខ្ញុំនឹងឲ្យទៅលើថាដំរីមកនឹងកែងតែតំណងគ្នាទៅមើលដំរីនិយាយថាមនុស្សដែលទៅមើលដំរីនឹងអ៊ូអជាងទៅហែបនកឋិនទេតែមករយៈក្រោយៗនេះគឺខ្ញុំមិនដែលឃើញមានសត្វដំរីណាមកដើរលក់ថ្នាំទេដែលធ្វើឲ្យចិត្តខ្ញុំមានការជ្រើសជ្រួសចង់មើលដំរីខ្លាំងមែនទែនដូច្នេះទៅខ្ញុំសម្រេចចិត្តថាចូល TikTok សើចពាក្យថាដំរីធំបន្ទាប់ពីសើចរួចខ្ញុំពិតជាមានការហួចចិត្តខ្លាំងមែនទែនព្រោះថាដំរីនោះគឺពិតជាធំខ្លាំងមែនទែនខ្ញុំមិនដែលឃើញពីមុនមកទេលក្ខណៈថាធំឡើងចំប្រព័ន្ធភ្នំបូកគោអ្នកគ្នាគិតមើលដល់អ្នកគ្នាមិនជឿអ្នកគ្នាអាចសាកសើចពាក្យនឹងបាន